ចម្រើនពរថានៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិកមានកន្លែងមួយគឺកន្លែងគោបាធំមួយដែលគ្រប់គ្នាតែងតែមានជំនឿថាមកដល់ទីនេះត្រូវតងអែលពួងគោដើម្បីបានលៀបសំណាងជ័យសិរីសួស្តីបើអ្នកជំនឿអ្នកស្រុកនេះគេគិតថាឲ្យតែបានមកអែលពួងគោនេះគឺគេនឹងមានសំណាងគេនឹងមានសិរីសួស្តីជាជំនឿនៃជនជាតិគេនៅក្នុងទីក្រុងញូវយ៉កនេះគេហៅថាគោបាធំមួយហើយតាមជំនឿអ្នកស្រុកនេះគឺមកនឹងត្រូវតែអែលពួងគោនោះបងទាំងអែលគឺលាក់ទីល្អមានសំណាងនាមលៀបនាមជ័យបងអញ្ចឹងមកគ្រប់គ្នាទាំងអស់យើងរងជូដើម្បីមកអែលពួងគោនៅឯងបងពួងគោនៅឯងដើម្បីយកលៀបយកជ័យនេះជាជំនឿនៃកន្លែងនេះហើយគេត្រង់ជូញោមគេត្រង់ជូឆ្ងាយដើម្បីមកអែលបានអែលពួងគោហ្នឹងដើម្បីនាមលៀបនឹងជ័យជាជំនឿនៃស្រុកនេះបងនៅស្រុកនៅញូវយ៉កយ៉ាងនេះ